តាំងនេះខ្ញុំនាំបងប្អូនមកមើល community place មួយនៅក្នុងប្រទេសសិង្ហបុរីជាកន្លែងជួបជុំមួយនិង free សម្រាប់ប្រជាជនគេចឹងឥឡូវខ្ញុំមកនាំបងប្អូនមកមើលបណ្ណាល័យសាធារណៈរបស់គេផងដែរកុំឲ្យខាតពេលយូរយើងដើរចូលតែម្ដងអញ្ចឹងមើលពីការ decor របស់បណ្ណាល័យរបស់គេគឺមានពណ៌សាច់ដែលមើលទៅគឺស្ទន់ស្រាលភ្នែកអត់សូវមានពណ៌ color ដិតទេហើយធ្នើដាក់សភៅរបស់គេគឺមានច្រើនប្រភេទមែនតើនេះគឺជា Singapore Collection ដែលគេនិយាយពីប្រទេសសិង្ហបុរីសុទ្ធនិយាយពី history និយាយពីអីផ្សេងដែលតទៅនឹងសិង្ហបុរីហើយធ្នើដាក់សភៅនីមួយៗក៏គេមានបែងចែកប្រភេទសភៅផងដែរអញ្ចឹងបណ្ណាល័យនេះមិនថាជនជាតិសិង្ហបុរីឬជនជាតិបរទេសគឺអាចមកមើលសភៅនៅទីនេះបានទាំងអស់គ្នាគាត់ថាជនជាតិបរទេសត្រូវតែមាន membership ដើម្បីខ្ចីសភៅទៅអាននៅផ្ទះចំណែកជនជាតិសិង្ហបុរីផ្ទាល់គឺអត់ចាំបាច់ទេហើយគេមានកន្លែងឲ្យយើងអង្គុយអានយ៉ាងស្រួលផងដែរអញ្ចឹងមកខ្ញុំបង្ហាញបងប្អូននៅជាន់លើចាឥឡូវយើងចុះមកក្រោមមើលស្ថានភាពនៅខាងក្រោមម្ដងនៅសភៅគឺមានច្រើនដូចគ្នាមានប្រភេទសភៅផ្សេងគ្នាហើយនៅប្រទេសសិង្ហបុរីនេះមិនថាក្មេងមិនថាចាស់គេតែងតែចូលចិត្តមកមើលសភៅនៅទីនេះអ្នកខ្លះមកមើលសភៅផងមកធ្វើការផងឬមួយក៏មករៀនចំណែកខ្ញុំថ្ងៃនេះបានមើលសភៅមួយដែរអានសភៅបានច្រើនបង្កើនចំណេះដឹងនិងការយល់ឃើញរបស់យើងផងដែរហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលបានទស្សនាបាយបាយ